បាទខ្ញុំអ្នកនិពន្ធទឹមដងមានគុំម្ដងដែលទៅសេរឿងកូនប្រជាវ័យឆ្លាតនេះគឺមានម្ដងអប់រំដល់បងប្អូនកុមារឲ្យមានភាពក្លាហានចេះប្រើបញ្ញារិះរកមធ្យោបាយយ៉ាងណាដោះស្រាយបញ្ហាដោយសន្តិវិធីដល់គូសត្រូវណាដែលមកបៀតបៀនខ្លួនមិនតែប៉ុណ្ណោះចង់ឲ្យបងប្អូនចេះប្រើវិធីនិយាយបញ្ចូលលើកសរសើរសត្រូវនិងសម្របសម្រួលចិត្តគំនិតពីការកាច់សាហាវប្រែឲ្យមកជាស្លូតបូតត្រឡប់មកជាការចេះស្រឡាញ់រាប់អានគ្នាទៅវិញទៅមកវិញបាទរឿងនេះផងដែរគឺខ្ញុំចាប់ផ្ដើមសរសេរនៅឆ្នាំ2011ហើយបានបោះពុម្ពផ្សព្វផ្សាយនៅខែមករាឆ្នាំ2012ហើយក៏ជារឿងដំបូងបំផុតជារឿងកុមាររឿងខ្លីរឿងអប់រំកុមារបន្ទាប់ពីការសរសេរប្រឡំលោកនិងសៀវភៅកំណាព្យមកនោះខ្ញុំក៏បែកគំនិតហើយប្រឌិតញៀនសរសេររឿងខ្លីរឿងកុមារនេះឡើងនៅឆ្នាំ2010 11និងចាប់ដើមបោះពុម្ពផ្សព្វផ្សាយជាច្រើនរឿងនៅឆ្នាំ2012បាទសូមអរគុណសូមបន្តស្ដាប់ទស្សនាតើរឿងកូនប្រជាវ័យឆ្លាតនេះមានអត្ថន័យអប់រំឬមានមនោគតិយ៉ាងណាសូមមេត្តាទស្សនានិងស្ដាប់ដូចតទៅមានកូនប្រជាវតូចជំទើមួយវាបានចាក់ចេញពីឪពុកម្ដាយហោះហើរស្វែងរកចំណីដោយសេរីសំដៅទៅក្នុងព្រៃមួយនាពេលថ្ងៃរសៀលបន្ទាប់ពីពេលរសៀលទុនទាបសត្វស្លាបទាំងឡាយក៏ហើរចូលទ្រនំរៀងខ្លួនសល់តែកូនប្រជាវមួយមិនដឹងជាទៅទីណាគប់ជួនពេលនោះមានសត្វឥន្ទ្រីមួយហើរមកដល់កូនប្រជាវភ័យណាស់វាក៏ប្រឹងហើរកិច្ចដែរតែកិច្ចពំរួចពីកូនញ៉ាំឥន្ទ្រីដល់សាហាវនេះឡើយលៀបនោះឥន្ទ្រីស្រែកគំរាមខ្លាំងថាណែវើយឲ្យល្អិតថ្ងៃនេះយើងចាប់អីស៊ីឲ្យផ្លែកមាត់ម្ដងព្រោះយើងមិនដែលបានស៊ីសាច់ប្រជាវតូចច្រមុះដូចជាឯងនេះសោះថាហើយឥន្ទ្រីហាចំពុះប្រុងចិត្តហែកប្រជាវស៊ីលៀបនោះកូនប្រជាវប្រញាប់តបតដោយក្រៃអង្វរថាជប់សិនបងឥន្ទ្រីបងជាសត្វដែលមានអំណាចមានស្លាបធំវែងមានចំពុះធំកោងក្រញាំមុតស្រួចសមជាស្ដេចអស់សត្វបាក់សីបងហោះហើរបានលឿនអាចចាប់សត្វបានគ្រប់ប្រភេទមិនថាសត្វនៅលើដីលើអាកាសក្នុងទឹកក្រៅពីខ្ញុំមានដូចជាកំប្រុកស្កាទន្សាយកណ្ដុរពស់និងត្រីជាច្រើនប្រភេទហេតុអ្វីក៏បងចង់ស៊ីខ្ញុំទៅវិញកូនប្រជាវនិយាយបណ្ដាធ្វើកាយវិការម្ដាថាបងមើលណែខ្ញុំជាសត្វស្លាបមានកញ្ញាំស្រួចជ្រួយដោយបងដែរពួកយើងហោះហើររកចាប់ចំណីដូចគ្នាយើងជាអំបូរនៃសត្វស្លាបដូចគ្នាទេខ្លួនខ្ញុំតូចប៉ុណ្ណេះមិនសមជាចំណីបងសោះឡើយឥន្ទ្រីឮកូនប្រជាវថាដូច្នេះវាត្រឹងមួយត្របក់ហើយគិតក្នុងចិត្តថាអាឡិតនេះហាស្ដីដូចជាត្រូវតែខ្វះអីអាចចំណីក្រៅពីវានោះយើងចង់ចាប់សត្វអ្វីមកស៊ីក៏បានដែរអញ្ចឹងគួរតែលែងវាទៅឲ្យមានសេរីភាពវិញចុះឥន្ទ្រីគិតហើយទើបនិយាយទៅកាន់កូនប្រជាវដ៏កំសត់នោះថាឯងនិយាយត្រូវយើងលែងឯងទៅវិញតែឯងត្រូវប្រយ័ត្នខ្លួនផងណាឥន្ទ្រីបាននិយាយទូមានកូនប្រជាវទៀតថាចូលឯងកុំហើរទៅណាផ្ដេសផ្ដាស់ខុសពេលវេលាទៀតប្រយ័ត្នគ្រោះថ្នាក់ជួបនឹងគូសត្រូវថាហើយឥន្ទ្រីក៏លាក្រញាំដោះលែងកូនប្រជាវឲ្យមានសេរីភាពវិញទៅកូនប្រជាវឆ្លើយតបដោយក្តីអំណរអរគុណហើយបងឥន្ទ្រីព្រាមនោះសត្វទាំងពីរក៏ហើរចេញទៅទីដទៃរៀងខ្លួនមេឃកាន់តែងងឹតបន្តិចម្ដងពេលប្រលប់ក៏ឈានចូលមកដល់កូនប្រជាវបានហើរទៅដល់ដើមស្វាយមួយដើមដែលមានផ្លែទុំពាសពេញ
ក្នុងនោះមានមេឃមួយធ្លាក់ចង្កោមស្វាយរយីញយងស្ទើរដល់ដីនៅទីនោះមានសត្វខ្លាធំមួយកំពុងពួនសងំចាំចាប់សត្វរមាំងដែលមកស៊ីផ្លែស្វាយទុំតែជុះនោះពេលនោះកូនពជើបានហើរមកទុំលើចង្កោមស្វាយដែលមានមេឃសំចងទៅក្រុមកូនពជើរៀបខ្លួនថានឹងខំក៏គេផ្លែស្វាយទុំដែលមានពណ៌លឿងក្រហមនោះហើយខ្លាក៏ស្ទុះមកចាប់កូនពជើហើយក្រហមស្ដីថាអាចនមកហេតុអីក៏ឯងមករំខានយើងឯងមិនឃើញយើងកំពុងតែលប់ចាំចាប់សត្វស៊ីទេអីពេលនេះហើយឯងមករកស្អីនៅទីនេះយើងនឹងលេបឯងដល់មូឲ្យផ្លែកមាត់ម្ដងកូនប្រជិវភ័យណាស់នៅពេលមានគ្រោះថ្នាក់ជាលើកទី2តែវាខំប្រមូលស្មារតីតាំងចិត្តឆ្លើយតបថាជប់សិនបងខ្លាខ្ញុំសំទោសខ្ញុំមិនបានឃើញបងពួននៅទីនោះទេបងមិនគួរលេបខ្ញុំជាចំណីនោះឡើយបងមានមាឌធំចង្គមស្រួចប្រចោកវែងកម្លាំងខ្លាំងរហ័សគ្មានគូប្រៀបបងសំជាស្ដេចសត្វអស់មរឹកក្នុងព្រៃនេះបងអាចចាប់សត្វមរឹកបានគ្រប់ប្រភេទដូចសត្វប្រាសសត្វរមាំងឆ្លុះក្តាន់ទន្សោងបានតាមអំពើចិត្តរបស់បងមិនគួរសម្រាប់សត្វដ៏តូចដូចជារូបខ្ញុំនេះទេខ្លាលឺកូនប្រជិវថាស្នេះក៏នៅស្ងៀមកូនប្រជិវនិយាយបន្តទៀតថាខ្ញុំមិនសមជាចំណៃបងទេម្យ៉ាងទៀតយើងជាសត្វដែលមានអំបូរដូចគ្នាបងមិនហេខ្ញុំមានចង្កូលមុខស្រួចដូចបងដែរប្រជិះខំប្រឹងហាមាត់ស្ញេញបង្ហាញថ្មិញនឹងចង្កូលដ៏តូចរបស់វាសូមបងដោះលែងខ្ញុំទៅវិញទៅខ្លាគិតមួយស្របក់ក៏យល់ថាកូនប្រជិវនេះនិយាយដូចជាត្រូវម្យ៉ាងដែរខ្លាក៏មុខក្បាលជាសញ្ញាយល់ព្រមហើយស្ដីប្រដៅកូនប្រជិវថាយើងលើកលែងឲ្យឯងចុះតែពេលនេះតទៅឯងឈប់ហើររកស៊ីខុសពេលវេលាទៀតណាកូនប្រជិវប្រញាប់ឆ្លើយថាអរគុណហើយបងខ្លាខ្ញុំនឹងធ្វើតាមបង្គាប់របស់បងខ្លាស្ដាប់ឮដូច្នេះហើយក៏លែងកូនប្រជិវឲ្យហើរទៅឆ្ងាយផុតទៅចាប់តាំងពីពេលនោះមកសត្វប្រជិវមិនដែលហោះហើររកចំណីនៅពេលថ្ងៃឬពេលព្រឹកនោះឡើយពួកវាតែងតែហើរចេញទៅរកស៊ីផ្លែឈើគ្រប់ប្រភេទនៅពេលយប់ពាក់កណ្ដាលអាធ្រាត្រហើយរកស៊ីនៅលើចុងឈើខ្ពស់ដើម្បីជៀសវាងមិនឲ្យជួបសត្រូវរបស់វាឡើយបាទសូមចប់ថ្លែងនៅគុណជាជើដែលបានស្ដាប់ក្នុងទស្សនារូបភាពតាំងពីដើមរហូតដល់ចប់សូមមេត្តាជួយ Subscribe និង Share ផងអរគុណ